ស្ដីបងបងយ៉ាងណាសេយោនេះមកដល់ផ្ទះឲ្យបងប្អូននេះចាមកដល់ផ្ទះឲ្យបានណែមថាទិញណែមអាណែមនោះហ៎ដល់គេនិយមហូបតែខ្ញុំអត់ចេះញ៉ាំស្បែកជ្រូកទេចាតាមពិតណាសួរថាខ្ញុំចេះញ៉ាំមកបងប្អូនខ្ញុំចេះញ៉ាំប៉ុន្តែបងប្អូនខ្ញុំនិយាយតាមត្រង់ណាខ្ញុំធ្លាប់ញ៉ាំកាលខ្ញុំនៅស្រុកសៀមកាលខ្ញុំអាយុ14ឆ្នាំអាណែមស្បែកជ្រូកហ្នឹងណាខ្មែរហ្នឹងទៅនឹងមានទេណាបងប្អូនខ្ញុំមិនមែននិយាយចំលេខ្ញុំនិយាយចំណេះដឹងតែស្រុកថៃមានយូរណាស់ហើយណាណែមស្បែកជ្រូកហើយតែបានខ្ញុំអត់ញ៉ាំបងប្អូនកាលខ្ញុំនៅស្រុកសៀមកាលខ្ញុំអាយុ14ឆ្នាំឬ15ឆ្នាំខ្ញុំញ៉ាំឡើងខ្ញុំក្អួតខ្ញុំនិយាយមែនវាឆ្ងាញ់ពេកទេបងប្អូនដល់ពេលខ្ញុំញ៉ាំច្រើនពេកទៅវាក្អួតទៅធ្វើឲ្យខ្ញុំតាំងពីនឹងមកគឺខ្ញុំអត់ដែលហូបណែមស្បែកជ្រូកហ្នឹងទេវាស្បែកជ្រូកលាយសាច់ត្រីអញ្ចឹងបងប្អូនខ្ញុំអត់ញ៉ាំទេខ្ញុំនិយាយមែនចាឥឡូវនេះអាយុ30ណាបងប្អូនគិតមើលខ្មែរទៅនិយមញ៉ាំណែមស្បែកជ្រូកនេះគិតមើលខ្ញុំទិញណែមត្រីអូខេហើយខ្ញុំទៅលេងស្រុកស្រែហ្នឹងបានដូចជាថតអកត្រីប្រាបងប្អូនខ្ញុំឃ្លានណាហើយពូប្រអាប់ខ្ញុំគាត់ថាឲ្យបកទីបានអត់មានថាវាមានតែវាលក់ខុសគ្នាហើយរសជាតិខុសគ្នានៅក្រុងហើយនិងនៅស្រុកស្រែគេលក់ខុសគ្នាគាត់ថាឲ្យបងឯងស្គាល់អ្នកលក់ហ្នឹងដែរទៅអង្គុយបាក់ខ្ញុំហត់ដល់បងបងប្អូនឯងឆ្ងាញ់ណាស់គឺសាច់ក្អកហមល្អហើយបានណែមហើយនឹងបានប្រដាប់ពូចាំពីបងប្អូនចានេះគូប្រដាប់ពូចាំអានេះខ្ញុំមិនណែនាំបងប្អូនឲ្យយល់ទៀតណាចាប្រាប់គូចាំនេះក្នុងមួយហ្នឹងត្រឹមតែ2500រៀលយើងទេណាខ្ញុំយកពីឲ្យគូល្អសាហាវបងប្អូនគូល្អសាហាវណាប៉ុន្តែអាហ្នឹងខ្ញុំទិញតាមផ្សារបងប្អូនតែចំណែកអានេះវិញគឺខ្ញុំទិញក្នុងហាងអានេះរៀងប្រើការបានប៉ុន្តែខ្ញុំនិយាយតាមត្រង់ណាបងប្អូនអញ្ចឹងមិនថារបស់ក៏មិនដូចទេបងប្អូនរបស់ខ្លះវាល្អស្អាតវាមានតម្លៃតែប្រើអត់បានប្រយោជន៍អញ្ចឹងមនុស្សដូចខ្ញុំបងប្អូនមនុស្សខ្លះកើតមកនៅតកូលល្អកន្លែងល្អប៉ុន្តែអត់ចេះធ្វើអីអត់មានអ្វីដែលភាពមានភាពតាក់ទាញណានេះខ្ញុំនិយាយតាមត្រង់ខ្ញុំអត់កុហកឯងបងប្អូនថាដូចអាចគួតកើតទេនិយាយមែនឲ្យទិញក្នុងហាងមិនថោកទេណាបងប្អូននេះតិចបើថាដិតបាត់មិនឃើញទេអត់ទេណាអត់ដិតទេណាដិតណាបាក់ទៀតចោលទៅមិនប្រើទេដឹងម៉ានេះបងប្អូន$8ណាមួយហ្នឹងហើយអានេះ2000រៀល2500រៀលបងប្អូនចាំមើលណានេះកន្លែងគូមិញអត់សូវដិតទេនេះឆ្វាច់ឆ្វាច់ឃើញគេគូឆ្វាច់មកឃើញទេអញ្ចឹងបានថាមនុស្សអីក៏ដែរបងប្អូនមនុស្សក៏ដែររបស់ក៏ដែរបងប្អូនមនុស្សមិនថាកើតមកក្នុងតកូលអ្នកមានឬក៏តកូលអ្នកក្រហើយបងប្អូនបើសិនជាយើងស្អាតតែសម្បកក៏វាគ្មានតម្លៃដែរខ្ញុំហ៊ាននិយាយចឹងណាបងប្អូនកុំគិតថាខ្លួនឯងស្អាតហើយអស្ចារ្យខ្ញុំមិននិយាយមើលងាយបងប្អូនចាខ្ញុំមិននិយាយមើលងាយអានឹងចោលតែនេះអត់ចោលទេចោលហើយខ្ញុំមកបងប្អូនគិតប៉ាឃើញខ្ញុំឃ្លានពេកក៏ទៅទិញប្រហិតញ៉ាំហើយក៏បានដូងប៉ាទិញប្រហិតឲ្យញ៉ាំហើយបានដូងធំដូងនេះអត់ឆ្ងាញ់ទេដូងធំតែប៉ាក៏ថាដូងក្អូបអត់មានទេចាបងប្អូននេះផ្អកស្អែកចំហុយផ្អកបើមិនចំហុយផ្អកទេខ្ញុំយកផ្អកមកចិញ្ច្រាំហើយចិញ្ច្រាំមួយសាច់ជ្រូកចាបងប្អូនអានេះប៉ាទិញប្រហិតឡើងណាខ្ញុំអត់ចេះញ៉ាំទេប្រហិតប្លុកចេះញ៉ាំទេខ្ញុំចេះតែប្រហិតខ្ញុំចេះតែញ៉ាំប្រហិតជៀនក្រៀមជ្រលក់មួយទឹកជ្រលក់ឆ្ងាញ់ណាស់តែហេតុអត់ឆ្ងាញ់ឃ្លីហ្នឹងបងគុណគេញ៉ាំនេះមួយទៀតអត់យកបោះចោលទេ7ឡា8ឡាស្មើណាស់អមិញហ្នឹងបោះចោលអានេះស្អាតអត់អីទេវាអាចប្រើការបានខ្លះវាអត់ល្អទេចាទុកទៅចាខ្ញុំទៅសិក្សាឃើញប្រទេស2មកចាហើយបើថាបន្លែផ្លែឈើបងប្អូនមើលទៅឃើញគឺឃើញឃ្លានធ្វើម្ហូបដល់និយាយមែនណាខ្ញុំនិយាយមែនណានៅស្រុកស្រែគាត់ជួបផ្សារខ្ញុំឃើញបន្លែប្លុកអីគឺឃើញគឺแบบឃ្លានធ្វើម្ហូបបុកទឹកគ្រឿងស្លបហើស្លគោអូយបងប្អូនណាយ៉ាងមែនណាអត់ដូចនៅផ្សារយើងចេះទេខុសគ្នាបងប្អូនតាមណែត្រីមួយសាំទឹកក្តៅឯងលាង10ដោះគោកូនសិននេះកូនគេងបងប្អូនអត់មានពេលណាមានថងទៀត
5 ឆ្នាំទៅបានញ៉ាំណែមួយបងប្អូនខ្ញុំយូរញ៉ាំម្ដងញ៉ាំដែរញ៉ាំចានព្រោះឆ្ងាញ់ចូលចិត្តដែរញ៉ាំចានដែរដូចជារបស់ផ្អាប់ហើយខ្ញុំដែរចាំមកខ្ញុំតែនិយាយបដាដល់បងអូនណាស្ត្រីណាខ្ញុំនិយាយខ្ញុំឃើញច្រើនបងប្អូនអ្នកខ្លះអាំងខ្លួនឯងស្អាតអាំងស្ករជំជាតិច្រើនចេញមកแบบប្រភេទប៉ោប្រភ្លឺប៉ោឡាយដូចឆ្កែវត្តចឹងបងប្អូនគេថាគេធ្វើគេឃើញជំជាតិចិនស្គាល់គេឬក៏គេមានសង្សារចិនគេធ្វើដូចគេលយណាស់ចឹងបងប្អូនខ្ញុំនិយាយតាមត្រង់បងប្អូនអត់មានអីអស្ចារ្យទេដូចខ្ញុំនិយាយមិញចឹងភាពតាក់ទាញរបស់មនុស្សស្រីណាមិនមែនចេញមកញងអញ្ញាងទេបងប្អូនខ្ញុំនិយាយមែនភាពតាក់ទាញចេញពីមនុស្សចេញមកពីរាងកាយមនុស្សស្រីខ្ញុំនិយាយចង់ភាពតាក់ទាញចេញពីរាងកាយមនុស្សស្រីភាពស្អាតភាពមើងម៉ាត់ណានិយាយម៉ាត់ណាម៉ាត់នឹងណាតែងខ្លួនឲ្យមានកលៈទេសៈមិនសិចស៊ីពេកក៏មិនសុភាពពេកចាណានិយាយចេញមកឲ្យមើលម៉ាត់ជាមនុស្សកុំប្រើអារម្មណ៍យើងជាមនុស្សតែដូចហៅពិបាកបងប្អូនតែខ្ញុំនិយាយស្រាប់ខ្លួនខ្ញុំមកគឺខ្ញុំแบบទៅណាបណ្ណាក៏ជនជាតិស្រឡាញ់ដែរបងប្អូនគឺមនុស្សខ្ញុំជាមនុស្សแบบអត់ចេះហាញងអញ្ញាងហើយជាមនុស្សแบบស្រឡាញ់ភាពស្អាតអត់ចេះចង្អេះទេនិយាយមែនចាអត់ចេះចង្អេះនិយាយចំឡើយអត់ចេះចង្អេះមិនមែនវេតែមកកន្លែងដេផ្ទះសក្សារ៉ាមមែនទេណាបងប្អូនចាមែនទេណាមនុស្សជាមនុស្សស្អាតចាពួកជនជាតិវាចូលចិត្តស្រឡាញ់បងប្អូនមិនថាระดับណាទេមនុស្សប្រុសគេចូលចិត្តនារីបែបហ្នឹងប៉ុន្តែមិនមែនបានន័យថាយើងស្អាតតាមមុខហើយយើងអាចគិតថាយើងទៅដល់ផ្លូវកំពូលរបស់យើងបងប្រាថ្នាមិនមែនទេកុំសោះមិនមែននេះមានជាច្រើនដែលវានៅជាមួយគ្នាណាមិនមែនតែស្អាតតាមមុខទេណាអូនបងចង់ប្រាប់អញ្ចឹងអូខេដល់ទៅដល់កូនអស់ហើយញ៉ាំលៀងសិនមកចាចាប់ប្រភេទណាដល់កូនអស់ហើយបងប្អូនអើយចុះទៅមកទៅលេងតាមខេត្តទៅលេងម៉ែចំហងមានណាអស់លេងដល់ញ៉ាំលៀងខ្លាចកូនភ្ញាក់មុនកូនភ្ញាក់ឃ្លានទៅដល់កូនដាំទឹកក្តៅហើយបងប្អូនចានេះជីវិតប្រចាំថ្ងៃរបស់អូនបងប្អូនចាកូនក៏ព្រាកនេះមកសម្រាប់ខ្ញុំតែលេងស្រុកសិក្សាបងប្អូនខ្ញុំអរគុណចាច្រើនចាដែលតែសរសើរលើកទឹកចិត្តខ្ញុំក៏ថាស្នាងសូមសរសើរក្មួយអញគាត់បើក្មួយអ្នកខ្លះបងមកចំណិតក្មួយឯងមិនសូមសរសើរក្មួយអរគុណច្រើននេះបងប្អូនពេលខ្ញុំដាក់សម្រាប់ទឹកអញ្ចឹងបងប្អូនកុំឲ្យវាមានផ្អាប់ទឹកអញ្ចឹងណាខ្ញុំមានបងប្អូនចាមែននិយាយមែនបងប្អូនអ្នកនៅចំណុចខ្ញុំមិននិយាយឆ្លងកាត់បានទេអ្នកខ្លះដើរឈួតបាយថ្នាំលលីលើប៉ោឡែខ្ញុំនិយាយមើលងាយមានខ្លះដើរផើមួយប្រូទៅពេះមិនមែនខ្ញុំអត់និយាយមើលងាយស្អីដូចគ្នាបងប្អូនចាអញ្ចឹងអ្នកនៅចំណុចខ្ញុំគឺពិបាកឆ្លងកាត់មិនស្រួលដើរបាយថ្នាំបងប្អូនដើរបាយថ្នាំដើរឈួតតាមខ្នល់ដើរស្លាប់តាមខ្នល់បារាអ្នកនៅចំណុចខ្ញុំចង់ណាបងប្អូនអត់មានមកតស៊ូមកតាមបន្ទោគ្រប់បញ្ហាគ្រប់ឧបសគ្គចាតែនៅឆ្លងកាត់បានណាបងប្អូនជាច្រើនណាមានបងប្អូនត្រូវចាំណាបងប្អូនឯងវេទនាតែមានគេផ្សេងដែលវេទនាចឹងបងប្អូនឯង100 ដង 1000 ដងណាបងប្អូនឯងអត់តន់ធ្លាប់ជួបដូចគេស្រួយតែបន្តិចទេខ្ញុំនិយាយមែនបងប្អូនណាឃើញខ្លះដើរផើមឲ្យមកនិយាយអួតប្រាប់គេគេថាគេល្អគេបងប្អូនដើរផើមជាមួយនេះហើយតាក់ទងជាមួយនោះគេថាគេល្អគេហ្នឹងណាបងប្អូនចាតម្លៃស្ត្រីធ្លាក់ថោករហូតតាមផ្សារប្រហើយគឺបើពីដៃបុគ្គលណាបងប្អូនអ្នកធ្វើថោកម៉ែកំដៅដែរឲ្យទៅបានលុយស្ងាត់មកទៅ